ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញមុខម្ហូបមួយមុខទៀតហើយណានេះគឺមុខម្ហូបឆាជូអែមត្រីកែងនិយាយពីថាដាក់មកមានជាតិណាបងប្អូនហើយឡើងប្លែកណាមួយគឺថារសជាតិវិញឆ្ងាញ់ខ្លាំងមែនទែនអញ្ចឹងអ៊ំពូមីងក៏ដូចជាខាងបងប្អូនទាំងអស់ដែលបានទស្សនានៅជាមួយនឹងវីដេអូនេះហើយកុំភ្លេចនៅក្នុងការសាកល្បងធ្វើណាមានរសជាតិឆ្ងាញ់ណាបងប្អូនអែតជាមួយនឹងស្លឹកខ្ទឹមពី3ស្លឹកទៀតមកអូឡើងឈ្ងុយហើយបើដែលសំខាន់គឺងាយស្រួលនៅក្នុងការធ្វើតែម្ដងអញ្ចឹងបើសិនជាខាងអ៊ំពូមីងក៏ដូចជាខាងបងប្អូនចង់ដឹងពីវិធីធ្វើតើទៅទស្សនាជាមួយនឹងខាងខ្ញុំអត់ទាំងអស់គ្នាណា ឥឡូវនេះគឺយើងលាងសម្អាតជាមួយនឹងត្រីកែសរបស់យើងសិនមកត្រីកែសនេះថ្លៃដែរណាបងប្អូនប៉ុន្តែរសជាតិវិញអូឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងគឺថាខាងខ្ញុំបាត់ចូលចិត្តញ៉ាំហើយមួយវិញទៀតសោតងាយស្រួលនៅក្នុងការចម្អិនណាណូអរគុណឥឡូវនេះគឺយើងចាប់ផ្ដើមនៅក្នុងការលាងសម្អាតត្រីសិនមកបាទលាងមួយទឹកហើយមួយទឹកទៀតអីចឹងណា4ទៅ5ទឹកបងប្អូនរួចហើយយើងទុកនៅកញ្ច្រែងទុកមើលលើសិនបន្ទាប់មកទៀតយើងឆ្លៀតលាងបន្លែរបស់យើងឲ្យហើយមកមានម្នាស់មានប៉េងប៉ោះមានស្លឹកខ្ទឹមដើម្បីយកមកធ្វើជាជូរអែមបាទជាបន្លែជូរអែមអីចឹងណាបាទអត់មិនបានជាមួយនឹងម្នាស់ហើយនឹងផ្លែប៉េងប៉ោះតែម្ដងជាពិសេសបង្កើននូវក្លិនឈ្ងុយគឺស្លឹកខ្ទឹមហ្នឹងណាបងប្អូនដាក់មកជាតិនោះជាតិហើយបើដែលសំខាន់គឺឆ្ងាញ់ខ្លាំងមែនទែនដាក់នៅកញ្ច្រែងទុកមើលលើសិនណាបងប្អូនឆ្លៀតពេលហ្នឹងគឺយើងធ្វើការបាទកាត់ត្រីជាកង់សិនណាបងប្អូនបាទងាយស្រួលនៅក្នុងការចៀនបើយើងចៀនទាំងវែងក៏បានដែរប៉ុន្តែគ្រាន់តែខាងជប់បាត់ប្រើពីវិធីសាស្ត្រនៅក្នុងការកាត់វិញយើងស្រួលនៅក្នុងការប្រែត្រឡប់ហើយនឹងចៀនឆាប់ឆ្អិនបានល្អបន្តមកទៀតគឺយើងធ្វើការហាន់ប៉េងប៉ោះរបស់យើងនេះគឺយើងហាន់វាលក្ខណៈម៉ត់បន្តិចណាបងប្អូនបាទព្រោះថាលក្ខណៈឆាជូអែមគឺយើងហាន់បែបហ្នឹងព្រោះថាពេលដែលយើងយកទៅឆាទៅវាមានជាតិណាបងប្អូនហើយលក្ខណៈនៅដុំទៀតអរគុណអញ្ចឹងបងប្អូនយើងអាចចិនហើយចិត្តចរិតអីហើយគឺយើងហាន់ជា4ជ្រុងក៏បានជាតវែងក៏បានពេលដែលយើងឆាទៅប៉េងប៉ោះវាងាយនៅក្នុងការផុយហើយម្នាស់ក៏ដូចគ្នាដែរអញ្ចឹងពេលដែលយើងហាន់ចេះបងប្អូនហើយវាចេញជាតិជូរមកបាទបង្កប់តែដាក់នៅជាមួយរសជាតិផ្អែមចេញពីផ្លែឈើធម្មជាតិទៀតអូយឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយផ្សំគ្រឿងតែបន្តិចប៉ុន្តែរសជាតិវិញមិនណយទេណាបងប្អូនឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងអ៊ំពូមីងក៏ដូចជាខាងបងប្អូនទាំងអស់ដែលកំពុងតែចាប់អារម្មណ៍ទៅលើមុខម្ហូបអញ្ចឹងណាចុចខែខ្ញុំបាទ recommend ជូនឲ្យបងប្អូនកុំអស់រំលងណាបាទជាមួយនឹងមុខម្ហូបមួយមុខនេះបើថាបានទស្សនាឲ្យកុំភ្លេចធ្វើសាកហើយប្រភេទត្រីយកត្រីកេះដូចដែលខាងខ្ញុំបាទបង្ហាញជូនណាបងប្អូនឆ្ងាញ់ខ្លាំងហើយងាយស្រួលនៅក្នុងការទទួលទានដោយសារតែត្រីប្រភេទនេះវាមានឆ្អឹងតែត្រនងខ្នងណាបងប្អូនហើយដាក់មកនិយាយវាថាជាតិនោះជាតិអូឆ្ងាញ់ខ្លាំងមែនតើណាបងប្អូនអញ្ចឹងអ៊ំពុំមីងក៏ដូចជាខាងបងប្អូនទាំងអស់គ្នាកុំអស់រំលងជាមួយនឹងមុខម្ហូបមួយមុខនេះសាកល្បងធ្វើបានទាំងអស់គ្នាអូយងាយទេបាទអត់ពិបាកទេបងប្អូនហើយហាន់ប៉េងប៉ោះឲ្យអស់សិនមកបាទបន្តមកទៀតគឺយើងហាន់ម្នាស់យើងហាន់វាស្ដាងដូចគ្នាបន្ទាប់មកយើងហាន់វារៀងល្អិតដូចប៉េងប៉ោះអញ្ចឹងណាបងប្អូនអញ្ចឹងបានទស្សនានៅវីដេអូនេះបងប្អូនដឹងហើយបើឬក៏បងប្អូនយើងចេះពីវិធីសាស្ត្រផ្សេងទៀតអាចធ្វើតាមចំណង់ចំណូលចិត្តប៉ុន្តែសម្រាប់ខាងខ្ញុំបាទប៉ុណ្ណេះគឺថាមកឆ្ងាញ់តែម្ដងរសជាតិវិញអូយឲ្យអួយព្រោះថាឆ្ងាញ់ខ្លាំងណាស់បងប្អូនប្លែកមាត់តែម្ដងញ៉ាំហើយចង់ញ៉ាំទៀតតែម្ដងគ្រាន់តែបរិយាយហ្នឹងក៏ចង់ចេញទឹកមាត់ច្រាទេបងប្អូនហើយទស្សនានៅវីដេអូនេះណាមានអារម្មណ៍ថាចង់ធ្វើហ្មងនេះសំខាន់បំផុតគឺ admin នឹងផ្ទាល់ណាបងប្អូនគ្រាន់បានឃើញបានទស្សនាម្ដងទៀតអីចឹងទៅបាទលក្ខណៈនឹកឃើញម្ហូបនេះចង់បង្ហាញជូនដល់ខាងបងប្អូនបន្តទៀតអត់អីទេបងប្អូនហើយព្រោះថា Channel Dara Cooking ម្ហូបគឺច្រើនសម្បូរបែបអ្វីដែលសំខាន់គឺម្ហូបប្រចាំថ្ងៃរបស់ផ្ទះរបស់ admin ផ្ទាល់តែម្ដងហើយថាញ៉ាំអីធ្វើនឹងជូនដល់ខាងបងប្អូននៅក្នុងការទស្សនាអីចឹងណាបាទគាត់ថាថ្ងៃនេះធ្វើមុខម្ហូបនោះអញ្ចឹងទៅបាទខាង admin នេះគឺថាបង្ហាញមុខម្ហូបនឹងតែម្ដងឥឡូវយើងហាន់ស្លឹកខ្ទឹមឲ្យហើយមកបងប្អូនបាទឆ្លៀតពេលអញ្ចឹងណាធ្វើតាម admin នៅក្នុងការបរិយាយមើលបានម្ហូបឆ្ងាញ់ប្រចាំថ្ងៃតែម្ដងស្លឹកខ្ទឹមគឺយើងកាត់ជាកង់ល្អិតបាត់ល្មមពេលដែលយើងដាក់ទៅបង្កើននូវសោភ័ណភាពអូឃើញទំនមឥឡូវនេះគឺយើងមកចៀនត្រីរបស់យើងសិនបាទចៀនត្រីគឺយើងប្រើប្រេងឆាឬក៏ប្រេងអូលីវទុកប្រេងនឹងរៀងក្តៅបន្តិចអីចឹងណាប៉ុន្តែខ្ទះត្រូវទុកឲ្យក្តៅបងប្អូនកុំឲ្យវាជាប់តែយើងចៀនជាប់នឹងចាប់ឲ្យត្រីនឹងទៀតអូយអស់សាច់ញ៉ាំតែម្ដងតែខាង admin ដាក់ប៉ុណ្ណេះមកល្មមហើយលក្ខណៈមួយថាឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយត្រីនេះមានជាតិណាស់ឆាលក្ខណៈចៀនតែមកត្រឡប់ពីត្រឡប់ក្រៀមយើងលើកដាក់ចុះទៅមួយលើហើយយើងមកឆានៅគ្រឿងជូរអែមរបស់យើងដាក់ត្រីមករួចជាការស្រេចហើយឃើញថាងាយបងប្អូនតែពេលដែលយើងបញ្ចូលនៅជាមួយនឹងសំឡេងអញ្ចឹងណាបងប្អូនគាត់ថាងាយប៉ុន្តែมันងាយទេបងប្អូនហើយបាទតោះតែយើងចេះតិចនិចដែរតែបើថាមិនចេះតិចនិចទេសួរថាទៅមុខរួចទេប្រកាសជាអត់ហើយមានបងប្អូនយើងច្រើនណាស់គាត់ថាចេះឃើញ admin នៅក្នុងការបរិយាយឡើងរលូនដោយអត់មានតាក់អីមិនតិចសោះបាទអរគុណនិយាយមែនតែព្រោះថាចំណុចពិសេសយើងចេះដែរអញ្ចឹងណាបើដែលសំខាន់បើសិនជាយើងអត់ដងខាងនឹងទេធ្វើអត់ចេញទេបងប្អូនអញ្ចឹងខែខ្ញុំបាទ recommend ជូននេះណាបងប្អូនគ្រប់មុខម្ហូបទាំងអស់បាទយើងអាចនៅក្នុង
ការបង្កើននូវរសជាតិតាមចំណង់ចំណូលចិត្តរបស់ក្រុមគ្រួសាររបស់បងប្អូនជាពិសេសបាទមុខម្ហូបដែលខាងបងប្អូនទស្សនាពី channel របស់ខាងខ្ញុំបាទអីចឹងណាដាក់មកឆ្ងាញ់ហ្មងបងប្អូនមុខម្ហូបណាក៏ឆ្ងាញ់ដែររសជាតិវិញឲ្យអួយអញ្ចឹងឥឡូវនេះគឺយើងប្រែត្រឡប់ជាមួយនឹងត្រីកេះរបស់យើងសិនមកបាទអូយឆ្អិនល្អមែនតើលក្ខណៈមួយថាឡើងក្រៀមគួរឲ្យចង់ញ៉ាំណាបងប្អូនប្រែវាមួយទៀតមកប្រែវាតអស់ណាបាទទុកតែមួយសពអីចឹងទៅមកវាឆ្អិនមកចាហៀងទៀតលើកដាក់ចានទុកមួយលើបានទៀតហើយអូយងាយបងប្អូនហើយគ្រាន់តែបានទស្សនានៅវីដេអូមួយនេះដឹងពីវិធីជីនត្រីទៀតណាអរគុណប៉ុន្តែយើងឆ្កឹះមើលវាបន្តិចណាកុំឲ្យវាជាប់បាតបងប្អូនអញ្ចឹងយើងធ្វើអញ្ចឹងវាមានរសជាតិឆ្ងាញ់ណាបាទឥឡូវនេះគឺយើងប្រែត្រឡប់មើលបាទត្រីរបស់យើងឆ្អិនមកជាហៀងទៀតហើយឌូដាក់ចានតែម្ដងអូយតំណងបងប្អូនឃើញទេក្រៀមល្អណាបងប្អូនហើយជីនត្រីបានល្អទៀតហើយពេលយើងញ៉ាំទៅអូវាចូលជាតិណាលក្ខណៈជូរផ្អែមជូរហិលម្ទេសតិចមកអូជាតិបងប្អូនចង់ដាក់ម្ទេសរៀងហិលច្រើនក៏បានដែរប៉ុន្តែសម្រាប់ខាងជុំបាត់ដាក់លួចតិចគេគេថាបង្កើនរសជាតិលក្ខណៈអ្នកអត់ចេះចូលចិត្តម្ទេសទេចឹងណាតែបើយើងចូលចិត្តម្ទេសដាក់ឲ្យកប់មកបងប្អូនហើយច្រើនកាលណាឆ្ងាញ់កាន់ហ្នឹងឥឡូវឆ្អិនណាឌូដាក់ចានទុកមួយលើសិនមកបាទព្រោះថាត្រីរបស់យើងទុកមកត្រឡប់ជាមួយនឹងឆាជូអែមយើងបន្ថែមពីលើទៀតណាបងប្អូនអញ្ចឹងឥឡូវនេះគឺយើងឌូដាក់ចានហើយឌូដាក់ចានមួយកង់ហើយមួយកង់ទៀតអីចឹងណាព្រោះថាត្រីរបស់យើង3បាទច្រើនក្រែក្រាន់បាដែរលក្ខណៈ8 9នាក់ហ្នឹងមកល្មមបាទតែបើយើងញ៉ាំថាមណាបងប្អូន2ពេលអរគុណត្រីដែលយើងស្រង់ឲ្យទុកមួយលើសិនមកបន្ទាប់មកទៀតគឺយើងប្រើប្រេងឆាប្រេងអូលីវនេះយកមកបំពងខ្ទឹមសឲ្យឈ្ងុយបន្តិចយើងដាក់ផ្លែប៉េងប៉ោះហើយនឹងម្នាស់ចូលគ្នាតែម្ដងឆាមកត្រឡប់ពីត្រឡប់សំគ្រឿងអីហើយដាក់ត្រីចូលរួចជាការស្រេចឃើញទេបរិយាយស្រួលអត់បងប្អូនតែសម្រាប់អ្នកឆាវិញណាបែកញើសចូលក៏បងប្អូនហើយនិយាយមែនព្រោះថាគ្រប់វីដេអូទាំងអស់បងប្អូនគ្រាន់តែឃើញលក្ខណៈស្រួលប៉ុន្តែបើសិនជាយើងបានថតខ្លួនឯងបានបញ្ចូលសម្លេងទៀតបានដឹងថាមួយវីដេអូដែលចេញទៅមិនងាយទេហើយបងប្អូនបានទស្សនានេះក៏លក្ខណៈមួយថាពិសេសដែរអញ្ចឹងណាមិននៅសុកបានវីដេអូណាបងប្អូនអរគុណឥឡូវនេះគឺយើងឆាជាមួយនឹងប៉េងប៉ោះបើយើងម្នាស់បាទបញ្ចូលគ្នាអញ្ចឹងមកដាក់វាឆាមកត្រឡប់ពីត្រឡប់តតែវារៀងឡើងសពតយើងសំគ្រឿងយកតែម្ដងណាបងប្អូនអញ្ចឹងអ៊ំពូមីងក៏ដូចជាខាងបងប្អូនទាំងអស់បាទនេះគឺជាតិចនិចមួយដែលងាយស្រួលនៅក្នុងការធ្វើហើយងាយស្រួលនៅក្នុងការញ៉ាំទៀតអ្វីដែលសំខាន់នោះគឺត្រីរបស់យើងអត់សូវមានឆ្អឹងណាបងប្អូនហើយដាក់ទៅគឺមានជាតិហ្មងណាបាទសំខាន់បំផុតឃើញទេបងប្អូនតំណងណាសំគ្រឿងមានម្សៅរ៉ូឌីគេហៅម្សៅស៊ុបខ្នុរយើងណាបងប្អូនបាទបន្ទាប់មកទៀតគឺយើងដាក់ស្ករដាក់ប៊ីចេងអញ្ចឹងទៅលួចមើលតាមចំណង់ចំណូលចិត្តអត់មិនបានជាមួយនឹងទឹកត្រីទេបងប្អូនខ្វះអត់បានទេតែខ្វះបាត់រសជាតិតែម្ដងក្លិនឈ្ងុយអញ្ចឹងណារសជាតិប្រៃផ្អែមលក្ខណៈជូរមកល្មមមកស្រស់មាត់ណាបងប្អូនមានម្ទេសដាក់ម្ទេសបើស្អត់ទេគឺមិនបាច់ដាក់ក៏បានដែរតែសម្រាប់ខាងខ្ញុំបានគឺមិនជាសូវចូលចិត្តម្ទេសទេបាទផ្ទះរបស់ admin តែសម្រាប់ admin គឺចូលចិត្តតែតម្រូវអ្នកផ្ទះហ៎បងប្អូនបាទអញ្ចឹងគឺយើងត្រូវតែធ្វើទៅតាមចំណង់ចំណូលចិត្តអីចឹងណានេះបងប្អូនឃើញទេមកត្រឡប់មកឃើញថាវាមកសពតអីហើយចាក់ត្រីយកតែម្ដងអូតំណងបងប្អូនឃើញហើយគួរចង់ញ៉ាំលក្ខណៈមួយថារសជាតិជូរអែមមានជាតិណាបងប្អូនហើយបងប្អូនប្រើជាមួយនឹងត្រីអីក៏បានដែរប៉ុន្តែគាត់ថាប្រើត្រីកេះនេះគឺវាមានរសជាតិឆ្ងាញ់ជាងហើយបើដែលសំខាន់សាច់ច្រើនអញ្ចឹងណាញ៉ាំអត់ឆ្លាក់ឆ្អឹងឆាតែមកត្រឡប់ពីត្រឡប់ទៀតហ្នឹងត្រីរបស់យើងចូលជាតិលើកដាក់ចានបានដែរបងប្អូនឃើញតំណងនេះក្លិនមិនឡើងឈ្ងុយបរិយាយបដាណាបងប្អូនស្រក់ទឹកមកបដាតែម្ដងឥឡូវនេះគឺថាឆ្អិនហើយបងប្អូនហើយងាយណាបើមកត្រឡប់អ៊ំពូមេងមកអញ្ជើញឆ្ងាញ់ជាមួយនឹងខាងខ្ញុំបាទទាំងអស់គ្នាដូចតែបាយម្នាក់មួយចានជាមួយនឹង admin មកបងប្អូនហើយមកហូបនេះគេថាអូរៀងជះលុយបន្តិចទេបងប្អូនព្រោះថាត្រីរៀងថ្លៃដែររយស្លឹកខ្ទឹមមកបង្កើននៅក្លិនឈ្ងុយបងប្អូនឈ្ងុយពីស្លឹកខ្ទឹមទៀតអូយលក្ខណៈមួយថាធំឡើងលក្ខណៈក្លិនវិញគួរចង់ញ៉ាំហ្មងបងប្អូនអញ្ចឹងកុំរំលងសាក់លបងបានឌូដាក់ចានបានដែរបងប្អូនមកអ៊ំពូមីងមកញ៉ាំជាមួយនឹង admin ទាំងអស់គ្នាឆ្អិនល្មមក្លិនឡើងឈ្ងុយមកហូបឡើងឆ្ងាញ់ចាំការទៀតបានជាក់ទៀតមកអូយអេមអរគុណឥឡូវនេះគឺយើងឌូដាក់ចានហើយមកវែកទៀតអីចឹងណាតអស់ត្រីរបស់យើងនិយាយថាឃើញហើយក្លិនឡើងឈ្ងុយហ្មងបងប្អូនអញ្ចឹងអត់មានអីច្រើនសម្រាប់នៅក្នុងការផ្ដល់ជូនទេមានតែម្ហូបមួយមុខនេះទេបើសិនជាខាងបងប្អូនដែលបានទស្សនាហើយបាទពេញចិត្តសូមជួយ Subscribe ឬក៏ដឹង admin ម្នាក់មួយផងណាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតខណៈនេះ admin សូមអរគុណនិងសូមជម្រាបលាបាយបាយ